nhiều mô tiết hay là từng óc nia cha ngày nay cứ trên mặt phương mà hộp là tiết phương anh đồng ngày nay cứ mà nhầm có chỉ trong phơi nơi trong kia này óc nia sao thì mà thà ta ngày nay mà nhầm có loại cái lỡ mà nhầm có cái bông thì chết bả lại á đời nơi khang nhóm mình nên cứ bả lạiตลาดนึงอยู่มาสลอคือใจละโมมันในอักนี่เตยโยจ่าเปกเตยอีเตยยังตรายอยู่กระจอจอยเมื่อใดภาษาจีจอยเตยใส่ตลาดนึงกับพ่อยยินอายุมาสลอบ้านบนใต้ภาษาจียังอยู่กระจอยังใกล้เตยวิริงรึงอันนึงยังอายุมาสลอบ้านนี่เวลาไอ้ไปยังโยตลาดจ้ามาสลอเบียนมินเอาจิโร่เป็นแต่สงเอาอันเวียพ่อยด้วยนี่ก่อนจะทำเวียอัศมีนชีดเป็นแต่ยังงามตลาดยิ่งไปมุปีจิกาคือแต่งแต่มีนค่อยขาดไอติดตัวจังนั้นให้ยังจำตัวจนขาเมาให้นึงคือเกียร์เมาตลาดได้ยังใจคิดสลอนึงไงเด็กมายังก็จัดประหารบองปอนตัวคณีจังนั้นนะคือยังจัดเรียงเวงให้แต่เรียบไอซ์อาดับใบเอาเฮมินทำห้องปลายสมาคณีcầm ơi về miền túi thòng trắng là về để dừng nhắm về đèn bạc nhắm túi những nhưng ai nhắm ba này dừng ai just là về đứa mình nhắm là về anh nó là bên ai là về tại lại thông nên cứ dừng bạc nhắm từ dây dừng cho hai một ở thôm bây giờ tôi lại cha như lên trên là nia nên cứ chỉ đầm nà ca này ca slow xung liệt một hộp xanh nên cứ chia process để mà nhầm quạt thư mà hộp năng năng rồi anh năng cứ nhầmหาจุ่มขณีที่มันเนี่ยขณีถ้ามันยำสลอยอีกเก๋ให้นั่นคือที่โดงแต่มันยำไปคราวที่หากอดบ้านกับจะปีให้กอดโยหมกเกาตุกปูดโยตินึงแต่มวยจุ่มเฮียงเตเนี่ยขณีคือกอดตุกมวยจุ่มเฮียงติดสลอធ្វើមុខម្ហូបផ្សេងឥឡូវម៉ាក់ខ្ញុំគាត់អ្នកកោសដូងណានឹងគាត់កោសឲ្យទៅនៅស្រុកខ្សែអត់មានម៉ាស៊ីនអីកោសដូងអីដូចគេទេគឺត្រូវកោសដូងដោយប្រើដៃនេះទៅគឺ handmade ហ្មងអ្នកអរគ្នាអត់មាន machine no process by machine អីគឺអត់មានទេគឺ handmade ហើយនឹងគឺម៉ាក់ខ្ញុំក៏កំពុងតែកោសហើយគាត់ថាកោសគឺកោសឲ្យញាប់ហើយស្រាលដៃយើងនឹងត្រូវឲ្យស្រាលបន្តិចកុំឲ្យសកាត់ខ្លាំងពេកកាលណាដល់សកាត់ខ្លាំងពេកអាសាច់ដូងនឹងវាធ្លាក់មកឆាប់អស់មែនប៉ុន្តែយើងពូតយកខ្ទិះអស់សាច់ដូងវាធំហើយយើងពេលពូតយកខ្ទិះមកគឺវាអត់មានជាតិខ្ទិះច្រើនម៉ាក់របស់ខ្ញុំគាត់ធ្លាប់ប្រាប់ថាពីទូចកាលទូចនឹងគាត់នៅក្មេងៗយាយគាត់កោសដូងចឹងដែរប៉ុន្តែគឺកោសដូងយកប្រេងដើម្បីឲ្យម៉ាក់ហើយនឹងមីងហើយនឹងអ៊ំនឹងយកមកលាបសក់ម៉ាក់ខ្ញុំថាឲ្យមើលសាច់ដូងណានេះដូងតែកោសហើយណាសើសាច់វាតិចហើយខ្ញុំសួរគាត់ថាម៉េចបង្កឲ្យអស់គាត់ថាបើយើងយកទៅស្លយើងកោសឲ្យអស់តែកាទេវាដីកតិចសម្បកដូងនឹងគឺវារឹងក្រឹបដូចដីនិយាយទៅវាពិបាកទៅពីវាក្រឹមនៅបាតឆ្នាំអញ្ចឹងណាអរគ្នាប៉ុន្តែគាត់ថាបើទូចគាត់ដែលថាយាយគាត់ពូតដូងគាត់កោសដូងយកទៅធ្វើជាប្រេងលាបសក់ឲ្យម៉ាក់មីងម៉ាក់អ៊ំហើយនឹងម៉ាក់របស់ខ្ញុំហ្នឹងគឺកោសឲ្យអស់ស្ដាយសាច់ដូងនៅជប់នឹងសបកវាហ្នឹងព្រោះអីនឹងយើងអត់ញ៉ាំទេទោះបីតែវាក្រឹមអីទូចមែនប៉ុន្តែយើងគ្រាន់តែយកមកលាបសក់អញ្ចឹងយើងមិនពិបាកទេឥឡូវម៉ាក់ខ្ញុំកោសចិត្តអស់ហើយគាត់ទៅថាអ្នកដែលសារតែញ៉ាំអាហារជុំគ្នាច្រើនម៉ាក់ថាដូងមួយចំហៀងនឹងគឺខ្លាយអត់គ្រប់អញ្ចឹងត្រូវកោសវាហៀងទៀតនឹងពាក់កណ្ដាលទៀតដើម្បីប្រកាន់ជាតិខ្ទិះនៅក្នុងសម្លនឹងឲ្យកាន់តែឈ្ងុយឆ្ងាញ់មើលសាច់ដូងផងអ្នកទាំងអស់គ្នាក៏ហើយគឺឃើញម៉ត់ឃើញ smooth ណាខ្ញុំបានសុំសាច់ដូងម៉ាក់នឹងយកមកតេស្តតិចដែរគឺខ្ទិះឆ្ងាញ់និយាយទៅបាច់យកទៅចម្រាញ់ទេគាត់ទៅថាម៉ាក់កោសមកហើយគឺចាប់មកជិបយកមកញ៉ាំដាក់ក្នុងមាត់ហ្នឹងក៏វាមានឲ្យជារសឈ្ងុយឆ្ងាញ់នេះទៅគឺក្លិនឈ្ងុយប្រហើរយើងចង់ញ៉ាំទៀតតែម៉ាក់អត់ឲ្យញ៉ាំច្រើនទេគាត់ថាបើកូនញ៉ាំច្រើនទៅវាក្តៅខ្លួនអានឹងយើងអាចញ៉ាំបានតិចបើចង់ញ៉ាំច្រើនតែយើងមានអីតំណផ្សេងទៀតដូចជាផ្អែមដូចអីអានឹងយើងញ៉ាំទៅវាមិនធ្វើឲ្យយើងគ្រុនក្តៅខ្លួនអីទេអ្នកនរគ្នាអាចមើលបានណាអ្នកសាច់ដូងដែលខ្ញុំចាប់ដាក់ក្នុងដៃនឹង
គឺវាមានជាតិប្រេងរលោងហើយខ្ញុំគ្រាន់តែវេកតិចនៅលើដៃនឹងក៏ក្លិនឈ្ងុយឈួតចូលច្រមុះខ្ញុំដែរអ្នកទាំងអស់គ្នាអត់និយាយលេងណានឹងថ្ងៃមើលតែដៃខ្ញុំយូរញីកម្រាមទាំង5ហ្នឹងក៏ឃើញថាវាអាឡងវាមានជាតិប្រេងបណ្ណាដែរនិយាយទៅខ្ញុំដៃខ្ញុំកាន់ដូងហើយគឺខ្ញុំចង់យកមកស្វៀតសាកមើលអានេះម៉ាក់ខ្ញុំគាត់ក៏ដូងហើយអ្នកអរគ្នាគឺបានមួយចានពេញគឺច្រើនមែនតើនឹងហើយអ្នកអរគ្នាមើលឃើញនៅលើនេះណាគឺវាដៃកតិចទីខ្មែរតិចមែនប៉ុន្តែហាក់ថាហ្នឹងគឺវាអត់អីទេនៅពេលដែលយើងពូតដូងយកខ្ទិះក៏វាអាចបកកជាក្រើមឬក៏កំតិចដែលរឹងទូចហ្នឹងវាធ្វើឲ្យយើងឃើញនៅជាប់បាតឆ្នាំងដែរឥឡូវដូងក៏ហើយអ្នកអរគ្នានាងខ្ញុំកាន់ចានត្រៀមយកទៅពូតយកខ្ទិះដើម្បីយកទៅដាក់ដាំនៅក្នុងឆ្នាំងនឹងមើលសាច់ដូងគេផងឃើញសាច់ដូងគេចឹងនេះអ្នកនរគ្នាតែខ្ទិះសាហាវណាហើយនឹងគឺជាឧបករណ៍ដែលយើងត្រងខ្ទិះដូងមានន័យថាដូងដែលយើងពូតហើយគឺតែងតែមានចូលកតិចដូងឬក៏កាកដូងទូចដែលយើងមិនអាចក្បងវាចេញយកមកបានណានឹងគឺម៉ាក់ខ្ញុំដាក់ទឹកឲ្យគឺគាត់ពូតយកកាកដូងនឹងចេញអញ្ចឹងយើងត្រូវត្រងម្សៅទៀតដើម្បីឲ្យយើងទទួលបានទឹកខ្ទិះនឹងគឺជាទឹកសុទ្ធល្អអត់មានកតិចដូងអីលីជាមួយកាលណាតែមានកតិចដូងលីជាមួយនៅពេលដែលយើងដាក់ស្លយើងញ៉ាំទៅគឺវាអត់ផុយទេអ្នកទាំងអស់គ្នាគឺវាមានអារម្មណ៍ថារៀងស្កាក់អញ្ចឹងគឺយើងមានតែត្រងកតិចវាចេញធ្វើម៉េចងាកទឹកខ្ទិះហើយនឹងកាកដូងនឹងឲ្យវាងាកចេញពីគ្នាល្អហើយនឹងគឺកតិចដូងនៅពេលដែលយើងស្រង់អស់ហើយគឺវានៅសល់កតិចប៉ុណ្្នឹងឯងនៅពេលដែលយើងដាក់អាកាកដូងចុងក្រោយនឹងលើកញ្ច្រែងហើយគឺយើងត្រូវផ្អៀងវាបន្តិចដើម្បីឲ្យសម្រស់យកអាទឹកខ្ទិះនឹងឲ្យកាន់តែស្រស់ហើយវាអស់ខ្ទិះដើមទឹកខ្ទិះទី1ដែលយើងពូតយកចេញមកនឹងគឺយើងយកទៅដាក់ឆ្នាំងដាំស្លហើយបានយើងពូតយកអាទឹកបន្ទាប់ដំបូងខ្ញុំច្រឡំដែរថាម៉េចម៉ាក់ខ្ញុំអត់យកអាទឹកទី2ហ្នឹងមកចាក់លេងគ្នាគាត់ថាអត់ទេខ្ទិះទី1ទីដំបូងហ្នឹងគឺយើងត្រូវយកទៅដាក់ដាំយកទៅដាក់ស្លដើម្បីឲ្យវាឡើងទៅជាប្រេងពណ៌សពណ៌ថ្លាដែលយើងដូចនិយាយថាទឹកប្រេងខ្យងណាអ្នកនរគ្នា sorry ទឹកថ្លាខ្យងកូរវាកុំឲ្យជាប់បាតកុំឲ្យខ្លោចធ្វើម៉េចឲ្យបង្កាស់ទឹកវាឲ្យរៀងខាប់បន្តិចឥឡូវវាកំពុងតែពុះហើយគឺយើងបើកភ្លើងរ៉េតិចយកហ៊ានបើកខ្លាំងនេះកាលណាតែបើកខ្លាំងគឺវាធ្វើឲ្យសម្លយើងនឹងគឺវាខ្លោចបាតអញ្ចឹងទៅបើយើងដូរឆ្នាំងឬក៏ចាក់ដាក់ឆ្នាំងផ្សេងស្លក៏វាអត់ឈ្ងុយឆ្ងាញ់អីដែរតែសារតែវានៅក្លិនខ្ទិះតែមានក្លោចក្លិនខ្លោចណាអ្នកគ្នាអញ្ចឹងគឺធ្វើឲ្យសម្លយើងមួយមុខនឹងវាអត់មានឲ្យជារសអីឬក៏អត់មានក្លិនឈ្ងុយអីទេបើចង់បានសម្លល្អហើយឈ្ងុយឆ្ងាញ់នៅពេលដែលយើងដាំឆ្អិនគឺយើងត្រូវដាក់ភ្លើងតិចចឹងឯងហើយឧស្សាហ៍កូរវាកុំឲ្យចាប់បាតខ្លោចតិចជំរាបពីខាងដើមណាអ្នកគ្នានឹងគឺវាឡើងប្រេងតិចហើយវារៀងដូចជាពពុះកូនត្រីឡើងពុះតិចហើយម៉ាក់ខ្ញុំគាត់ថានឹងវាពុះតិចមែនតែនៅយូរតិចទៀតតោះតែវាឡើងជាប្រេងពណ៌សអានឹងមិនយើងអាចដាក់សាច់ដាក់បន្លែកូរលាយគ្រឿងចូលគ្នាបានឥឡូវនេះខ្ទិះដូងដែលយើងយកមកដាក់ដាំវាចាប់ផ្ដើមឡើងខាប់ហើយអ្នកទាំងអស់គ្នាហើយម៉ាក់ខ្ញុំថាឡើងខាប់នឹងគឺយើងអាចយកទៅញ៉ាំមួយអាកោបាននំអាកោនៅពេលដែលយាយរបស់ខ្ញុំគាត់ប្រមូលផលស្រូវមកអាស្រូវរឹងដែរនៅក្នុងជំរុកចាស់ហ្នឹងគឺគាត់យកទៅធ្វើនំអាកោនឹងអានឹងម៉ាក់ថាឲ្យយកខ្ទិះនឹងទៅញ៉ាំបានណាតែអានេះគឺបន្លែដែលម៉ាក់ខ្ញុំគាត់យកទៅដាក់ស្លហ្នឹងណាអ្នកនរគ្នានិយាយទៅយើងឃើញគោខ្ទិះឃើញបន្លែឃើញគ្រឿងឃើញស្លឹកក្រូចឃើញម្ទេសហ្នឹងគឺអ្នកនរគ្នាច្បាស់ជាដឹងហើយថាម៉ាក់ខ្ញុំហ្នឹងគាត់ស្លអីគេអាហ្នឹងគឺសម្លម្ជូរខ្ទិះផ្លែត្រឡាចប៉ុន្តែម្ជូរហ្នឹងគឺម៉ាក់ខ្ញុំដាក់ផ្លែស្វាយអ្នកនរគ្នាឥឡូវគឺម៉ាក់ខ្ញុំចាប់ផ្ដើមកូរគ្រឿងលាយហើយម៉ាក់គាត់ថាខ្ទិះដូងដែលយើងដាក់បង្កាស់ទឹកវាហ្នឹងគឺប៉ុណ្ណឹងយើងអាចលាយគ្រឿងបានហើយអញ្ចឹងយើងដាក់គ្រឿងដាក់អីមកឲ្យកូរវាឲ្យសព្វឲ្យក្លិនឈ្ងុយតិចទៀតធ្វើម៉េចឲ្យគ្រឿងហ្នឹងវាឡើងក្រហមបន្តិចសិនកូរចោះកូរឡើងអញ្ចឹងមកធ្វើម៉េចឲ្យគ្រឿងហើយនឹងខ្ទិះហ្នឹងគឺវាសព្វគ្នាល្អ
ប៉ុន្តែកុំទុកវាយូរអ្នកនរគ្នាការពីខ្លាចខ្លោចជាប់បាតឆ្នាំងតែខ្លោចអីម្ហូបយើងមួយមុខនឹងដឹងតែអីឯអ្នកនរគ្នាគឺញ៉ាំអត់កើតទេព្រោះអីស្លឹកខ្ទិះនឹងគឺវាឈ្ងុយនឹងខ្ទិះនឹងឯងតែខ្លាចខ្ទិះអីចាប់ឯណាគ្នាឥឡូវគឺម៉ាក់ខ្ញុំថែមប្រហុកអ្នកនរគ្នានិយាយទៅខាងខ្ញុំគេហៅប្រហុកសាច់គេមានប្រហុកសាច់ប្រហុកឆ្អឹងសម្រាប់សម្លម៉ាក់ខ្ញុំក៏ដាក់ប្រហុកសាច់ដោយសារតែប្រហុកឆ្អឹងនឹងពេលយើងញ៉ាំទៅស្វាខាប់ទៀតវាខ្លាចធ្វើយើងស្លាក់កតែប្រហុកសាច់នឹងក៏ស្វិតដែរអ្នកទាំងអស់គ្នាដែលម៉ាក់ខ្ញុំក៏ដាក់មិញណាកូរឲ្យបែកត្រមបែកនឹងយូរដែរឥឡូវម៉ាក់ខ្ញុំថែមស្ករអំបិលប៊ីចេងអ្នកនរគ្នានឹងថ្ងៃមិញគាត់ដាក់ប៊ីចេងហើយតែម៉ាក់ថាដោយសារតែយើងឡយច្រើនត្រូវថែមប៊ីចេងបន្តិចទៀតម៉ាក់ថាដាក់មួយស្លាបព្រាកន្លះហើយគាត់ថែមអំបិលតិចទៀតដូចគ្នាហើយនឹងស្ករបន្ទាប់មកក៏ចាក់ត្រីចូលត្រីនឹងគឺបានមកពីបូមស្រះនៅចិត្តនឹងឯអ្នកនរគ្នាដោយសារពូញូតបូមទៅម៉ាក់ខ្ញុំទិញពីគាត់ពី3គីឡូយកមកទុកហូបមួយ10ថ្ងៃឯចឹងណាហើយដាក់ខ្លះសេទុកដើម្បីញ៉ាំបានយូរបន្ទាប់ពីយើងលាយគ្រឿងសព្វហើយយើងត្រូវគ្របទុកឲ្យវាឆ្អិនមួយសន្ទុះទៀតសិនហើយនឹងបន្លែដែលយើងត្រៀមបំដល់ពេលដែលត្រីវារៀងឆ្អិនហើយយើងត្រូវដាក់បន្លែចូលហើយកូរមួយកូរយឺតៗដល់អ្នកនរគ្នាអត់ត្រូវកូរខ្លាំងទេកាលណាយើងស្លត្រីបើកូរខ្លាំងសាច់ត្រីវានឹងបែកកាលណាតែបែកដល់ពេលដែលយើងស្លទៅសម្លឆ្អិនគឺយើងមើលឃើញតែទឹកសម្លហើយនឹងបន្លែមើលទៅអត់គួរឲ្យចង់ញ៉ាំអ្នកនរគ្នាអញ្ចឹងគឺយើងមានតែកូរថ្នមមួយហើយកូរកុំឲ្យប៉ះសាច់ត្រីកុំឲ្យបែកតែបែកទៅគឺយើងលែងចង់ញ៉ាំអីអញ្ចឹងកូរឲ្យគឺក្របមកសតុមកពេលដែលវាភាយក្លិនឈ្ងុយចេញមកយើងត្រូវបើកគម្របមើលឲ្យកូរម្ដងទៀតអ្នកនរគ្នាដើម្បីបញ្ជាក់ថាមើលទៅគឺវាឆ្អិនចូលគ្នាល្អបន្ទាប់មកទៀតបានយើងធ្វើការចាក់ខ្ទិះទឹកខ្ទិះទី2ដែលយើងទុកមួយអន្លើមបាញ់មិញណាចាក់ចូលមកដើម្បីយកធ្វើជាទឹកសម្លអ្នកនរគ្នាកុំច្រឡំថាសាឡម្ជូរខ្ទិះយើងកូរខ្ទិះដើមដំបូងហើយតែទឹកទី2យើងដាក់ទឹកជាអ្នកនរគ្នាអត់ទេគឺកាដូដែលយើងនៅសល់ហ្នឹងយើងពូតយកទឹកខ្ទិះឲ្យអស់មកដើម្បីយកមកទុកដាក់ថែមធ្វើជាទឹកសម្លនៅពេលក្រោយយ៉ាងហោចណាស់ក៏យើងអាចស្រង់យកជាតិខ្ទិះពីក្នុងនឹងបានមកវិញខ្លះដែរបន្ទាប់ពីទុកឲ្យពុះមួយសន្ទុះមកគឺយើងធ្វើការបង់ស្លឹកជីបន្ថែមដើម្បីឲ្យវាមានរសជាតិក្លិនឈ្ងុយហើយនៅនឹងមានស្លឹកខ្ទឹមហើយនិងជីស្លឹកវែងនិយាយទៅជីទាំងពីរប្រភេទហ្នឹងគឺម៉ាក់ខ្ញុំគាត់បេះនៅក្នុងចង្ការក្រោយផ្ទះនឹងទេវាមិនចំការធំអីទេអ្នកទាំងអស់គ្នាលក្ខណៈទូចមាន4-10ដើមសម្រាប់ញ៉ាំនៅក្នុងគ្រួសារអញ្ចឹងណាហើយម៉ាក់ខ្ញុំក៏គាត់និយាយថាទុកឲ្យវាពុះមកសន្ទុះទៀតចាំយើងធ្វើការដួសដាក់ចានប៉ុន្តែភ្លក់មុនសិនថារសជាតិយ៉ាងម៉េចនឹងថ្ងៃឥឡូវម៉ាក់ខ្ញុំក៏ភ្លក់ឯណាអ្នកនរគ្នាខ្ញុំសួរតាមមិនដែរម៉ាក់ថាអូខេញ៉ាំបានឥឡូវដួសដាក់ចានផ្លែស្វាយខ្ចីហ្នឹងយើងយកមកធ្វើជាម្ជូរដល់ពេលដែលវាត្រូវទឹកក្តៅគឺវាលាអស់សតតែសម្បកអញ្ចឹងអ្នកនរគ្នាឡើយម៉ាក់ខ្ញុំដួសហើយម៉ាក់ថាឃើញដល់ពេលដែលយើងដាក់ស្លោហើយយើងកូរយឺតមួយសាច់ត្រីគឺនៅមូលល្អមើលទៅគឺតំណងគួរឲ្យចង់ញ៉ាំនិយាយទៅនៅពេលដែលម៉ាក់ខ្ញុំកំពុងទៅដួសដាក់ចានហ្នឹងគឺក្លិនឈ្ងុយម្ហូបសពនៅពេញក្នុងផ្ទះអ្នកទាំងអស់គ្នាសូម្បីតែប្អូនខ្ញុំនៅខាងអង្គុយចាំនៅក្នុងផ្ទះហ្នឹងក៏ស្ទុះចេញមកមើលដែរគាត់ថាក្លិនអីក៏ឈ្ងុយម្ល៉េះព្រោះអីធម្មតាដែលយើងស្លម្ជូរខ្ទិះញ៉ាំលក្ខណៈជុំគ្នាច្រើនអ្នកនរគ្នាគឺវាក្លិនឈ្ងុយពេញផ្ទះនឹងឯងគ្នា4-10នាក់អីគឺមកហើយប៉ុន្តែមហូបតិចប៉ុន្តែគ្នាច្រើនអ្នកនរគ្នាកុំភ័យមហូបតិចមានប៉ុន្តែគ្នា4-5នាក់នៅច្រើនណាស់ព្រោះអីយើងជាលក្ខណៈគ្រួសារធំអញ្ចឹងជនបទគឺគេញ៉ាំមហូបតិចប៉ុន្តែញ៉ាំបាយច្រើនព្រោះអីពួកយើងជាអ្នកធ្វើចំការស្រែធ្វើស្រូវច្បាស់ជាសម្បូរហើយស្រូវអង្គម្ហូបឆ្អិនហើយដួសដាក់ចានរួចរាល់អញ្ចឹងតាបងប្អូនញ៉ាំមួយខ្ញុំទាំងអស់គ្នា